listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំខែសុណងសូមជម្រាបសួរលោកអ្នកនាងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីបាទខ្ញុំបាទយើងសុជាមេតាក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃអាទិត្យ14កើតខែចេសឆ្នាំមមែនស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី31ខែឧសភាគ្រិស្តសករាជ2015បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃប្រជាពលរដ្ឋខ្មែរនិងជនជាតិចាមប៉ះទង្គិចគ្នាជាមួយប៉ូលីសការពារព្រំដែនវៀតណាមក្នុងពេលចុះពិនិត្យមើលព្រំដែនខ្មែរកម្ពុជាក្រោមនៅប្រទេសអូស្ត្រាលីធ្វើពិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមម្ដាយយុវជនដែលស្លាប់ក្នុងពិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុន Medphone នៅកោះពេជ្រក្រុងដាក់ពាក្យប្តឹងទៅតុលាការកម្ពុជាប្រពៃទិវារត់ប្រណាំងម៉ារ៉ាតុងដើម្បីរកប្រាក់ជូនមន្ទីរពេទ្យគុណធបុប្ផានិងទាក់ទាញភ្ញៀវទេសចររួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយើងសុជាមេតាសូមជូនព័ត៌មានពិស្ដាប្រជាពលរដ្ឋខ្មែរនិងជនជាតិចាមប៉ះទង្គិចគ្នាជាមួយប៉ូលីសការពារព្រំដែនវៀតណាមនិងពលរដ្ឋវៀតណាមមួយរយៈពេលខ្លីនៅចំណុចដីមានចំនួន16ហិកតានៅភូមិជើងឃុំជួមស្រុកមេមត់ខេត្តត្បូងឃ្មុំការប៉ះទង្គិចនេះកើតឡើងក្រោយពីពលរដ្ឋខ្មែរនិងចាមប្រមាណ500នាក់នាំគ្នាចុះពិនិត្យមើលទីតាំងដីមានចំនួននៅថ្ងៃទី31ខែឧសភានេះនៅព្រំដែនខ្មែរវៀតណាមក្នុងឃុំជួមស្រុកមេមត់ដែលជាតំបន់មានចំនួនដីធ្លីរវាងពលរដ្ឋខ្មែរនិងវៀតណាមហើយខាងភាគីវៀតណាមរារាំងមិនឲ្យចូលម្ដងហើយម្ដងទៀតអ្នករាយការណ៍របស់យើងដែលបានចុះទៅយកព័ត៌មាននេះគឺលោកមុំមនីរតលោកមានសេចក្តីរាយការណ៍ដូចតទៅបាទសូមជម្រាបសួរលោកមុំមនីរតបាទសូមជម្រាបសួរលោកយាងសុជាមេតាបាទលោកមុំមនីរតតើមូលហេតុអ្វីបានជាការចុះពិនិត្យព្រំដែននេះបានឈានដល់ការប៉ះទង្គិចគ្នាអញ្ចឹងបាទដំបូងដៃគឺថាអ្នកដែលជាមចង់ចូលទៅមើលទីតាំងដែលមានចំនួនហ្នឹងគាត់បានចរចាម្ដងជាពីរដងជាមួយនឹងអាជ្ញាធរវៀតណាមហើយយើងសង្កេតឃើញថានៅពេលដែលប្រជាពលរដ្ឋទម្លុះដល់លបាំងទី1ឈានដល់លបាំងទី2ហ្នឹងគេថាពួកគាត់ព្យាយាមប្រើប្រាស់មធ្យោបាយច្រើនណាស់ដើម្បីចូលទៅដល់ទីតាំងដែលមានបញ្ហានៅខាងក្នុងហ្នឹងក៏ប៉ុន្តែអាជ្ញាធរវៀតណាមគេអះអាងម្ដងហើយម្ដងទៀតថាមិនអនុញ្ញាតឲ្យចូលទេពីព្រោះទីតាំងដែលប្រជាពលរដ្ឋចង់ទៅកាន់ចង់ទៅមើលចង់ទៅឃើញនេះគឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាមបាទហើយដូច្នេះហើយប្រហែលជាមូលហេតុនឹងបានជាមានការជជែកគ្នាយ៉ាងតឹងសរសៃកជាមួយអាជ្ញាធរវៀតណាមហ្នឹងហើយយើងសង្កេតឃើញថាអាជ្ញាធរវៀតណាមដែលជាបដិការពារព្រំដែនគឺស្ថិតតែចិត្តភាសាខ្មែរភាគច្រើនហើយដូច្នេះមើលទៅការចរចាគ្នាហ្នឹងគឺដូចជាងាយជជែកគ្នាណាក៏ប៉ុន្តែដោយទឹកចិត្តនៃការចង់ទៅដល់ទីតាំងហ្នឹងប្រជាពលរដ្ឋទាំងជនជាតិចាមទាំងប្រជាពលរដ្ឋជនជាតិខ្មែរហ្នឹងគឺថាគាត់ព្យាយាមសម្រុករួចផុតពីតង់ទី1រហូតទៅដល់ទីតង់ទី2ដែលអាជ្ញាធរវៀតណាមមើលទៅមានសភាពច្រើនជាងមុនដោយបូករួមទាំងប្រជាពលរដ្ឋរបស់វៀតណាមផងហើយក្នុងនោះយើងឃើញមានយុវជនរបស់វៀតណាមហ្នឹងហាក់បីដូចជាមានដែលរបៀបជើងកាងឲ្យខ្លះផងហើយដូច្នេះបើទោះជាមានការរៀងខ្ទប់ប្រព័ន្ធណាក៏ដោយក៏ប្រជាពលរដ្ឋដោយសារទឹកចិត្តហ្នឹងគឺតែយើងសង្កេតឃើញពួកគាត់ទម្លុះតង់ទី2បញ្ចូលទៅដល់តង់ទី3ទៀតហើយសង្កេតឃើញថានៅពេលដែលមានការប្រជុំមុខតាមតាំងដាក់គ្នាឃើញថារុញច្រាំងទៅវិញទៅមកហើយយើងឃើញមានស្ត្រីមួយចំនួនដែលជាពលរដ្ឋខ្មែររួមនឹងខ្មែរជាពិសេសគឺម្ចាស់ដីហ្នឹងមានការប៉ះពីរលាត់ដៃរលាត់ជើងខ្លះផងលោកជាងសុជាមេតាបាទក្រៅពីមានរបួសរលាត់ដៃរលាត់ជើងហ្នឹងតើមានការចាប់ខ្លួនទេលោកបាទមិនមានការចាប់ខ្លួនអីទេដោយហេតុថានៅពេលហ្នឹងបើទោះជាមានការចាប់ខ្លួនក៏ដោយចុះប៉ុន្តែមានប្រជាពលរដ្ឋខ្លះហ្នឹងក៏ឆ្លងផុតអាកងពាន់ទី2របាំងទី2របស់វៀតណាមហ្នឹងទៅទៀតចូលនៅក្នុងនោះទៅទៀតប៉ុន្តែមានការសម្របសម្រួលពីអាជ្ញាធរជាពិសេសគឺតំណាងរាស្ត្ររបស់គណៈបក្សប្រជាជាតិហើយនឹងលោកអ៊ីសាអូស្មានដែលជាតំណាងរបស់ពលរដ្ឋខ្មែរឥស្លាមនឹងគាត់អំពាវនាវហើយអំពាវនាវទៀតថាសូមឲ្យប្រជាពលរដ្ឋ
យើងទាំងអស់ត្រឡប់មកវិញហើយដោះស្រាយតាមការទីពេញជាងការប្រើហិង្សាដាក់គ្នាដូច្នេះវាមិនមែនជាដំណោះស្រាយទេនៅទីបំផុតទៅគឺថាប្រជាពលរដ្ឋខ្មែរឥស្លាមនិងប្រជាពលរដ្ឋខ្មែរយើងក៏សម្រេចចិត្តបង្ខំត្រឡប់មកវិញហើយដើរផ្លូវកាត់រហូតដល់ឈានមើលបានទីតាំងដែលប្រជាពលរដ្ឋខ្មែរយើងចោទប្រកាន់អាជ្ញាធរវៀតណាមថាបាញ់ថ្នាំពុលសម្រាប់ដំណាំផលដំណាំរបស់ពួកគាត់មានស្រូវមានពោតមានដំឡូងអីហ្នឹងលោកយើងជីវិតាបាទមិញលោកបានលើកឡើងអំពីការចូលរួមរបស់ជនជាតិចាមនៅក្នុងការចុះពិនិត្យនឹងដែរខ្ញុំចង់ដឹងថាពីមុនមកគេកម្រឃើញថាមានជនជាតិចាមហ្នឹងនាំគ្នាទៅពិនិត្យមើលតំបន់ព្រំដែនណាតែហេតុអីបានជាពេលនេះពួកគាត់នាំគ្នាទៅពិនិត្យមើលព្រំដែនជាមួយប្រជាពលរដ្ឋខ្មែរដែរបាទបើតាមលោកអ៊ីសាអ៊ូស្មានដែលនិយាយក្រោយពីចុះពិនិត្យព្រំដែនហ្នឹងគាត់និយាយថាដោយសារតែចាមអស់ប្រទេសមួយទៅហើយបាននៅប្រទេសចម្ប៉ាតាំងពីជាង400ឆ្នាំមុនហើយដូច្នេះគាត់មិនចង់ឲ្យមានប្រវត្តិសាស្ត្រជាន់ដាននឹងកើតឡើងតែជាថ្មីនៅលើទឹកដីកម្ពុជាទេមូលហេតុនេះហើយមើលទៅបានជាប្រជាពលរដ្ឋដែលជាជនជាតិខ្មែរឥស្លាមនឹងគាត់សម្រេចចិត្តចុះមកពិនិត្យមើលទីតាំងនេះឡើងវិញហើយគាត់និយាយថាកាលដែលទឹកដីចម្ប៉ាដែលបាត់បង់កាលនោះឃើញថាវៀតណាមនឹងមិនមែនសង្គ្រប់យកតែម្ដងទេទឹកដីចម្ប៉ានឹងគឺថាគាត់ព្យាយាមយកនឹងគឺថាម្ដងបន្តិចជាការកន្លះហិកតាជាការ1ហិកតាចេះនឹងគឺជាមធ្យោបាយនៃការយកទឹកដីរបស់យួនកាលនោះហើយនៅទីបំផុតទៅរយៈពេល400ឆ្នាំកន្លងផុតទៅប្រទេសចម្ប៉ាក៏បានស្ថិតនៅក្នុងការគ្រប់គ្រងរបស់វៀតណាមក្នុងពេលបច្ចុប្បន្នហើយដូច្នេះទាំងអស់នេះហើយតែជនជាតិចាមគាត់សម្រេចចិត្តថាត្រូវតែបង្ខំចិត្តចុះពិនិត្យមើលឃើញជាក់ស្ដែងថាគេពិតជាមានការទន្ទ្រានមែនឬក៏មិនមែនដល់ទីបំផុតគាត់អះអាងថាវៀតណាមពិតជាបានចូលមកក្នុងទឹកដីកម្ពុជាមែនហើយរូបភាពបែបនេះគាត់បង្ហាញសារជាអូឡារឹកទៅដល់រដ្ឋាភិបាលថាគួរតែប្រុងប្រយ័ត្នឲ្យបានហ្មត់ចត់មែនទែនបើមិនដូច្នេះទេវាសនារបស់កម្ពុជាមិនខុសនឹងវាសនារបស់ប្រទេសចម្ប៉ាប្រហែលទេបាទតាមដែលខ្ញុំដឹងកាលពីនៅពេលចុះថ្ងៃនេះគឺមានតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិគឺអ្នកស្រីមួសុខួរនិងលោកម៉ៅមនីវ៉ាន់បានចុះផងដែររហូតមកទល់ពេលនេះតើពួកគាត់មានចំហយ៉ាងណាដែរចំពោះភាពចម្រូងចម្រាសអំពីបញ្ហាព្រំដែនហ្នឹងបាទអ្នកតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិនៅតែប្រកាន់ចំហមើងម៉ាត់អញ្ចឹងថាត្រូវតែឲ្យលោកវ៉ាកំហុងនិងលោកហៅដំហុងនឹងបង្ហាញខុសតាងជាក់ស្ដែងមិនតែម្ដងជាពិសេសដែលអាងថាវាស់ខ្សែបន្ទាត់ព្រំដែនដែលផ្អែកលើຂະຫນាត1 លើ 100,000 ហ្នឹងថាតើຂະຫນាតនឹងឲ្យពិតប្រកបនឹងយ៉ាងម៉េចបង្ហាញជាសាធារណៈទៅកុំលាក់លៀមអញ្ចឹងតទៅទៀតកុំបង្ហាញថាតាមសម្ដីតាមរយៈការបកស្រាយអញ្ចឹងហើយពួកគាត់ថាបើសិនជាលោកវ៉ាកំហុងក៏ដោយបើទោះជាលោកហៅណាំហុងក៏ដោយនៅតែមិនបង្ហាញជាសាធារណៈទេគាត់នឹងកោះហៅរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទាំងអស់ហ្នឹងចូលឆ្លើយលើសភាពេញអង្គតែម្ដងបាទហើយបើនៅតែមិនបង្ហាញក្នុងសភាពេញអង្គទេតំណាងរាស្ត្រទាំងអស់ហ្នឹងនឹងធ្វើលិខិតកោសទោសមួយហើយនឹងប្រជុំដើម្បីបោះឆ្នោតតម្រាក់តែម្ដងគាត់និយាយថាស្វ័យត្បិតបានមកដល់ពេលនេះតំណាងរាស្ត្រគិតទៅវាមិនទាន់គ្រប់ចំនួននៃការបោះតម្រាក់ទេប៉ុន្តែគាត់និយាយថាគាត់មានជំនឿថាតំណាងរាស្ត្ររបស់គណៈបព្វជិជនទាំងអស់មិនមែនថាគ្មាននរណាម្នាក់មិនឆ្លាញ់ទឹកដីទេប្រកាសជាអាចមានណាដែលត្រូវឆ្លាញ់ទឹកឆ្លាញ់ដីហើយដូច្នេះគាត់មានជំនឿថាតាមរយៈយន្តការទាំងអស់នេះអាចនឹងមានការកែប្រែហើយចំហនេះគឺថាមិនងាយរេទេបើតាមការបញ្ជាក់ចំហកាលពីថ្ងៃមិញលោកយើងជាមេតាបាទតាមលោកចុះផ្ទាល់ហ្នឹងលោកគិតថាការចុះពិនិត្យនៅថ្ងៃហ្នឹងនឹងទទួលបានលទ្ធផលអ្វីខ្លះទេលោកពិនិត្យជាក់ស្ដែងមើលទៅប្រហែលជាវៀតណាមនឹងអាចរីបន្តិចហើយពីព្រោះមានការតតាំងសម្បើមណាស់រវាងម្ចាស់មូលដ្ឋាននឹងគាត់បដិញ្ញាយ៉ាងដាច់ខាតថាមិនឲ្យវៀតណាមចូលមកកាន់ទីតាំងដែលគាត់គ្រប់គ្រងចាត់តាំងពីក្រោយ79នោះទេហើយគាត់ថាបើសិនជាយកទីតាំងនឹងបានទីតាំងដទៃទៀតក៏អាចយកបានដែរហើយដូច្នេះហើយខ្ញុំមើលទៅពិនិត្យជាក់ស្ដែងថាប្រហែលជាវៀតណាមនឹងអាចដកថយខ្លះមើលទៅมันអាចសង្គ្រប់យកបានទៀតទេហើយទី2សកម្មភាពរបស់អ្នកតំណាងរាស្ត្ររួមទាំងគណៈកម្មការផ្សេងទៀតនឹងក៏គាត់នៅតែព្យាយាមជំរុញលើកទឹកចិត្តឲ្យមានការដោះស្រាយតាមរយៈការទូតហើយនឹងតវ៉ាជាហូរហែអញ្ចឹងហើយដូច្នេះតាមរយៈយន្តការអស់ទាំងនេះខ្ញុំជឿថាជាលទ្ធផលមួយឬក៏ប្រហែលជាមានការដោះស្រាយដោយសន្តិវិធីណាមួយហើយលោកជាមេតាបាទសូមអរគុណច្រើនលោកមុំមនីរតសូមជម្រាបលាបាទអរគុណសូមជម្រាបលាលោកត្រឹមប៉ុណ្ណេះបាទ
លោកនាងស្ដាប់ជាទីមេត្រីប្រសង់នឹងពលរដ្ឋខ្មែរក្រមនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលីជួបជុំគ្នានៅថ្ងៃទី31 ឧសភាដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី66ថ្ងៃដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រមទៅឲ្យវៀតណាមកាន់កាប់កាលពីថ្ងៃទី4ខែមិថុនាឆ្នាំ1949ចំណែកនៅឯប្រទេសកម្ពុជាវិញពិធីនេះនឹងត្រូវអង្គការសមាគមខ្មែរកម្ពុជាក្រមរៀបចំឡើងនៅថ្ងៃទី4ខែមិថុនាខាងមុខពេលវេលានៃការប្រារព្ធខួបរំលឹកបាត់បង់ទឹកដីកម្ពុជាក្រោមបានកក្រើកឡើងវិញទៀតហើយនៅតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកពិសេសនៅក្នុងប្រទេសដែលមានប្រសង់និងពលរដ្ឋខ្មែរក្រោមរស់នៅលើកលែងតែក្នុងប្រទេសវៀតណាមដែលអាជ្ញាធរហាមឃាត់អនុប្រធានទី1គណៈកម្មការវត្តពុទ្ធិកខ្មែរក្រោមនិងជាឧត្តមប្រឹក្សាសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុង Adelaide ប្រទេសអូស្ត្រាលីប្រដេជគុណលីរ៉ាន់ព្រះអង្គមានធរណីកាពីប្រទេសអូស្ត្រាលីនៅថ្ងៃទី31ឧសភាថាការជួបជុំនោះមានមនុស្សចូលរួមប្រមាណជាង200នាក់ក្នុងនោះមានទាំងប្រសង់ពលរដ្ឋខ្មែរក្រោមនិងពលរដ្ឋខ្មែរដទៃទៀតដែលរស់នៅទីនោះប្រដេជគុណមានធរណីកាបន្តថាក្រៅពីធ្វើពិធីបែបសាសនារាប់បាត់ប្រសង់សូត្រមន្តបងសកលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈជនខ្មែរដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាក្រោមពិធីនោះក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមឬច្បាប់ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោមដល់អ្នកចូលរួមផងដែរប្រដេជគុណលីរ៉ាន់មានធរណីកាថាថ្ងៃទី4មិថុនាគឺជាទិវាចងចាំសម្រាប់ខ្មែរទាំងអស់គ្នាមិនថាខ្មែរក្រោមឬខ្មែរណាឡើយហើយថាការប្រារព្ធពិធីនេះគឺដើម្បីកុំឲ្យពលរដ្ឋខ្មែរបំភ្លេចចោលនៅប្រវត្តិសាស្ត្រកម្ពុជាក្រោមមួយវិញទៀតពិធីនេះក៏ធ្វើឲ្យសហគមន៍អន្តរជាតិបានស្គាល់និងដឹងពីបញ្ហារបស់ខ្មែរកម្ពុជាក្រោមដូច្នេះពួកគេអាចចូលរួមជួយខ្មែរក្រោមនៅពេលដែលខ្មែរក្រោមមានបញ្ហាដូចជាការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលវៀតណាមជាដើមអង្គការរបស់យើងបង្កើតយ៉ាងណាក៏ដោយបើសិនតែយើងមិនមានជាឱកាសធ្វើនៅក្នុងពិធីជួបជុំដូចនេះគឺប្រជារាស្ត្រយើងនៅតែមិនទឹកច្រើនគិតដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2015គឺមានរយៈពេល66ឆ្នាំគត់ដែលអាណានិគមនិយមបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យស្ដេចយួនបាវដាយកាលពីឆ្នាំ1949ចាប់តាំងពីពេលនោះមកខ្មែរក្រោមបានយកថ្ងៃទី4ខែមិថុនាគឺជាទិវាចងចាំតគ្នារៀងមកប្រដេជគុណលីរ៉ាន់មានធរណីកាថាមូលហេតុដែលយកថ្ងៃទី31ឧសភាដើម្បីប្រារព្ធខួបនៅឆ្នាំនេះដោយសារវាជាថ្ងៃអាទិត្យពលរដ្ឋភាគច្រើនទំនេរពីការងារនិងអាចចូលរួមបានច្រើនដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរក្រោមនៅទីនោះមិននាំគ្នាធ្វើពិធីរំលឹកខួបនៅថ្ងៃទី4មិថុនាដោយឡែកសម្រាប់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសដទៃទៀតក៏បានដាក់ការបរិច្ឆេទខុសៗគ្នាក្នុងខែមិថុនាដើម្បីប្រារព្ធពិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោមនេះផងដែរក្នុងនោះមានដូចជានៅសហរដ្ឋអាមេរិកប្រទេសកាណាដាបារាំងអ៊ីតាលីហូឡង់ដាណឺម៉ាកនិងប្រទេសស្វីសជាដើមចំណែកនៅឯប្រទេសកម្ពុជាវិញពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី4ខែមិថុនានាវត្តពោធិយារាមហៅវត្តចាស់ស្ថិតក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញទល់មុខព្រះបរមរាជវាំងត្រើយខាងកើតទន្លេការសម្រេចធ្វើពិធីរំលឹកខួបនៅសង្កាត់ជ្រោយចង្វានេះនៅបន្ទាប់ពីសាលារាជធានីភ្នំពេញបានផ្ដល់ទីលានប្រជាធិបតេយ្យឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមដើម្បីប្រារព្ធពិធីរំលឹកពីប្រវត្តិសាស្ត្របាត់បង់អំណាចគ្រប់គ្រងនៅដែនដីកម្ពុជាក្រោមនេះប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមលោកថៃសិដ្ឋាមានប្រសាសន៍ថាពិធីនេះអាចមានមនុស្សច្រើនពាន់នាក់ចូលរួមក្នុងនោះប្រសង់ជិត 2000 អង្គនឹងត្រូវនិមន្តឲ្យចូលរួមក្នុងពិធីរាប់បាតលើពីនេះបរិយាតំណាងរបស់ព្រះមហាក្សត្រគឺសម្ដេចស៊ីសវត្តពងនារីមនីពងក៏នឹងយាងចូលរួមជាអធិបតីក្នុងពិធីនោះផងដែរចាលោកនាងកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអស៊ីសេរីអាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរស្រុកស្វាយលើទើបតែសម្ដែងការភ្ញាក់ផ្អើលក្នុងរយៈពេលប្រមាណមួយសប្តាហ៍កន្លងមកនេះជុំវិញព័ត៌មានដែលថាមានជនជាតិវៀតណាមមួយចំនួនបានចូលទៅសាងសង់រូបសំណាកសម្រាប់សក្ការៈបូជាបែបសាសនាជាច្រើនចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពុស្ដាបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃលោកនាងជាទីមេត្រីចំណែករឿងដាច់ដោយឡែកមួយទៀតសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយចំពោះករណីស្លាប់សិស្សថ្នាក់ទី12នៅក្នុងកម្មវិធីលេងល្បែងប្រកួតពណ៌នៃការប្រគំតន្ត្រីក្រុមហ៊ុន Medphone កាលពីរាត្រីថ្ងៃទី30ឧសភានៅកោះពេជ្រនោះគ្រួសារជនរងគ្រោះទាមទារឲ្យក្រុមហ៊ុន Medphone ទទួលខុសត្រូវលើករណីស្លាប់យុវជននេះតែខាងក្រុមហ៊ុនវិញមិនទទួលខុសត្រូវនោះឡើយបាទលោកសេរីមូនីធ្វើសេចក្តីរាយការណ៍ជុំវិញការស្លាប់របស់យុវជនអុកច័ន្ទថននៅកោះពេជ្រដូចតទៅ
ម្ដាយជនរងគ្រោះអះអាងថាកូនរបស់គាត់គ្មានជំងឺអ្វីទេពីមុនមកហើយនឹងគ្រោងដាក់ពាក្យប្តឹងក្រុមហ៊ុន Medphone ដើម្បីឲ្យទទួលខុសត្រូវលើករណីធ្វើឲ្យកូនគាត់ស្លាប់យុវជនអុកចន្ទថនស្លាប់ភ្លាមបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកាឡាម៉ែតនៅម៉ោងប្រហែល 6 ល្ងាចថ្ងៃទី 30 ឧសភានៅក្នុងពិធីប្រគំតន្ត្រី Colorist របស់ក្រុមហ៊ុន Medphone នៅកោះពេជ្រលោកស្រីចន្ទធីដែលត្រូវជាម្ដាយរបស់យុវសិស្សអុកចន្ទថនដែលស្លាប់នោះអះអាងថាកូនរបស់គាត់មានសុខភាពល្អមិនដែលឈឺនោះទេលោកស្រីបន្តថាការស្លាប់របស់កូនគាត់ដោយសារតែក្រុមហ៊ុន Medphone មិនមានវិធានការការពារត្រឹមត្រូវដោយអាជ្ញាធរអនុញ្ញាតឲ្យប្រើប្រាស់ស្ប្រាយមានជាតិពុលខ្វះការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញនិងមិនបិទបំរាមហាមចំពោះអតិថិជនណាដែលមានសុខភាពមិនល្អបាញ់លេងតាមចិត្តចឹងឲ្យទៅមើលកូនទៅក្របកណាត់ធដល់បើករឿងប្រងការកូនស្លាប់ទៅហើយជុំវិញការស្លាប់របស់សិស្សថ្នាក់ទី 12 នៃវិទ្យាល័យហ៊ុនសែនបុរនីវត្តភ្នំយុវជនអុកចន្ទថនវិជ្ជបណ្ឌិតជំនាញកសលវិច័យប្រចាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកវិជ្ជបណ្ឌិតនងសវណ្ណរតអះអាងថាការស្លាប់របស់យុវសិស្សនេះដោយសារជំងឺខូចសាច់ដុំបេះដូងឬខ្យល់កលោកវិជ្ជបណ្ឌិតបញ្យល់ថាក្រុមគ្រូពេទ្យបានបូមឈាមជនរងគ្រោះដែលស្លាប់ទៅពិនិត្យដើម្បីធ្វើរូបវិនិច្ឆ័យហើយជាលទ្ធផលគឺជនរងគ្រោះមានជំងឺខូចសាច់ដុំបេះដូងគឺកាំងបេះដូងបណ្ដាលមកពីជំងឺខូចសាច់ដុំបេះដូងអ្នកដែលអោខ្លាំងក៏ស្លាប់អ្នកដែលសប្បាយខ្លាំងក៏ស្លាប់អ្នករំភើបអ្នកកើតទុកក៏ស្លាប់ភ្លាមហ្នឹងទោះបីជាយ៉ាងនេះក្តីនៅក្រៅពេលស្លាប់របស់យុវសិស្សកាលពីរាត្រីថ្ងៃទី 30 ឧសភាសារព័ត៌មានក្នុងស្រុកបានចុះផ្សាយភ្លាមដោយស្រង់សម្ដីសមត្ថកិច្ចដែលចុះទៅជួយសង្គ្រោះនោះថាការស្លាប់នេះអាចបណ្ដាលមកពីការពុលស្ប្រាយដែលបាញ់លើខ្លួនទន្ទឹមនឹងនេះដែរប្រធានការិយាល័យកសលវិច័យរាជធានីភ្នំពេញលោកលុនមុនីរតអះអាងថាសមត្ថកិច្ចកំពុងស៊ើបអង្កេតជុំវិញការស្លាប់របស់សិស្សអុកចន្ទថននេះតើពិតជាស្លាប់ដោយសារជំងឺខូចសាច់ដុំបេះដូងពិតប្រាកដមែនឬយ៉ាងណាលោកនិយាយថាបើតាមការពិនិត្យមើលសាកសពពុំឃើញមានម្សៅនិងស្ប្រាយក្នុងមាត់ច្រមុះនិងគ្មានជាតិពុលនោះទេយុវជនអុកចន្ទថនដួលសន្លប់នៅពេលលេងល្បែងប្រកួតពណ៌ដែលមានឈ្មោះថា Colorist នៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុន Medphone នៅកោះពេជ្រម្ដាយជនរងគ្រោះលោកស្រីចន្ទធីអះអាងប្រាប់វិទ្យុអាស៊ីសេរីថាបន្ទាប់ពីរៀបចំពិធីបុណ្យសពរួចលោកស្រីនឹងដាក់ពាក្យប្តឹងទៅកាន់តុលាការដើម្បីទាមទារសំណងពីក្រុមហ៊ុន Medphone លោកស្រីបន្តថាជាបឋមលោកស្រីទាមទារឲ្យក្រុមហ៊ុន Medphone បង់លុយចំនួន$5,000ដើម្បីធ្វើបុណ្យសពទាក់ទងទៅនឹងការទាមទារសំណងនេះក្រុមហ៊ុន Medphone បានប្រគល់លុយ$2,000ឲ្យក្រុមគ្រួសារជនរងគ្រោះដោយអះអាងថាជាការចូលបុណ្យសពតំណាងក្រុមហ៊ុន Medphone ដែលមិនព្រមបញ្ចេញឈ្មោះសោះនោះប្រាប់ក្រុមគ្រួសារសពថាលោកនឹងបន្តរៃអង្គាសលុយពីបុគ្គលិកបន្ថែមប៉ុន្តែមិនមានគម្រោងបង់សំណងជំងឺចិត្តនោះឡើយមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់លីកាដូលោកអមសំអាតលើកឡើងថាករណីនេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ក្រុមហ៊ុន Medphone លោកប្រាប់ថាក្រុមហ៊ុនគឺជាអ្នករៀបចំកម្មវិធីដូច្នេះក្រុមហ៊ុនត្រូវតែមានផែនការការពារសុវត្ថិភាពក្រុមហ៊ុន Medphone ត្រូវតែពិនិត្យនៅម្សៅនិងស្ប្រាយដែលយកមកលេងនោះជាមុនដើម្បីប្រកាសថាមិនមានជាតិពុលនិងមិនអាចមានផលប៉ះពាល់ដល់សុខភាពក្រុមហ៊ុនដែលគាត់បដិសេធថាការស្លាប់នេះមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនវាអាចតាមកសលវិច័យថាជាខ្យល់កខ្យល់អីក៏ប៉ុន្តែវានៅនឹងទីកន្លែងរបស់គាត់លោកបន្តថាក្រុមគ្រួសារជនរងគ្រោះមានសិទ្ធិដាក់ពាក្យប្តឹងទៅកាន់តុលាការដើម្បីទាមទារការទទួលខុសត្រូវពីក្រុមហ៊ុនចំពោះការស្លាប់របស់យុវសិស្សអុកចន្ទថននេះប្រធានការិយាល័យកសលវិច័យរាជធានីភ្នំពេញលោកលុនមនីរតបញ្ជាក់ថាក្រុមគ្រួសារជនរងគ្រោះអាចដាក់ពាក្យប្តឹងទាមទារសំណងពីក្រុមហ៊ុនបានបើសិនមានភស្តុតាងបញ្ជាក់ថាយុវជនអុកចន្ទថនពិតជាស្លាប់ដោយសារការពុលស្ប្រាយនិងម្សៅនោះពិតប្រាកដមែនសិស្សថ្នាក់ទី 12 នៃវិទ្យាល័យហ៊ុនសែនបុរនីវត្តភ្នំយុវជនអុកចន្ទថនមានអាយុ18ឆ្នាំរស់នៅសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញសពរបស់យុវជនអុកចន្ទថនត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តទួលសវណ្ណារាមហៅវត្តទួលសង្កែរាជធានីភ្នំពេញម្ដាយរបស់សិស្សថ្នាក់ទី 12 អុកចន្ទថនលោកស្រីចន្ទធីជាស្ត្រីមេម៉ាយនិងមានកូន2នាក់ហើយយុវជនអុកចន្ទថនជាកូនពៅក្នុងគ្រួសារ
លោកស្រីចន្ទធីទទូចឲ្យនាយករដ្ឋមន្ត្រីលោកហ៊ុនសែនជួយអន្តរាគមន៍ជុំវិញការស្លាប់របស់កូនលោកស្រីបន្តថាលោកស្រីគ្មានទីពឹងទេនៅពេលអនាគតនិងថាជីវិតលោកស្រីគ្មានន័យអ្វីទៀតឡើយពិបាកណាស់រងទុក្ខតែមួយទៅថ្លៃដល់ម៉ាម្នាក់ឯងទៀតខ្ញុំសេរីមនីវិទ្យុអាស៊ីសេរីភ្នំពេញសហជីពក្រុងនឹងផ្ញើលិខិតទៅកាន់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅដើមសប្តាហ៍ក្រោយដើម្បីស្នើឲ្យក្រសួងមួយនេះបញ្ឈប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសហជីពប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា CKDU លោកអាត់ថុនមានប្រសាសន៍នៅថ្ងៃទី31ខែឧសភានេះថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនគួរបង្កើតច្បាប់នេះឡើយដោយសារច្បាប់នេះមានលក្ខណៈរឹតបន្តឹងសេរីភាពជាមូលដ្ឋានរបស់កម្មករនយោជិតក្នុងការចូលរួមបង្កើតសហជីពការរឹតបន្តឹងទាំងនោះមានដូចជាការកំណត់ចំនួនក្នុងការបង្កើតសហជីពឯករាជ្យដែលការពារសិទ្ធិនិងផលប្រយោជន៍កម្មករការបិទការតវ៉ារបស់កម្មករការដាក់ពិន័យធ្ងន់ធ្ងរលើសហជីពការបិទបញ្ជីការមិនឲ្យមានសហជីពដែលហ៊ានតវ៉ាឬទាមទារឲ្យសហជីពដែលមានស្រាប់ចុះបញ្ជីការឡើងវិញជាដើមលោកថាបើច្បាប់នេះចេញមែននោះវាមិនត្រឹមតែបង្កភាពលំបាកក្នុងការបង្កើតសហជីពនោះទេតែវាថែមទាំងមិនធានារក្សាដល់សហជីពដែលមានស្រាប់ទៀតផងលោកអាត់ថុនបញ្ជាក់ថាក្នុងកលៈទេសៈបច្ចុប្បន្ននេះកម្ពុជាមិនចាំបាច់មានច្បាប់ស្តីពីសហជីពនេះឡើយបច្ចុប្បន្ននេះយើងមានច្បាប់គ្រប់គ្រងមនុស្សមានអនុញ្ញាតអន្តរជាតិមានច្បាប់ការងារមានប្រកាសលេខ105មានបទការប្រទេសយុទ្ធផ្សេងៗទៀតដែលធានាដល់សេរីភាពសហជីពបានហើយប៉ុន្តែកុំឲ្យតែនយោជកឬក៏ខាងរដ្ឋាភិបាលជួយស្ដីការងារសហជីពទៅវាបានហើយការបង្កើតច្បាប់សហជីពនេះគឺយើងដឹងថាវិជាការស្ដាររបស់នយោជកតាមវិឆ្នាំ2009មកម្លេះដើម្បីធានាអំពីការមិនតវ៉ាផ្សេងៗនយោជកស្នើឲ្យរដ្ឋាភិបាលធ្វើតាមនោះហើយឥឡូវនេះគឺនយោជករងចាំតែច្បាប់នឹងចេញទេដើម្បីធ្វើយ៉ាងណាទប់ស្កាត់សហជីពការស្នើសុំទៅរបស់តំណាងសហជីពទៅក្រសួងការងារនេះនៅស្របពេលដែលអង្គការសង្គមស៊ីវិលកំពុងសម្ដែងការព្រួយបារម្ភពីសេចក្តីព្រាងច្បាប់មួយទៀតគឺសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋាភិបាលកំពុងធ្វើឡើងដោយគ្មានការបើកចំហនោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី29ឧសភាប្រកាសថាច្បាប់សហជីពនេះមានគោលដៅការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករនយោជិតធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនយោជិតនិងនយោជកជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈបង្កើតការងារសមរម្យព្រមទាំងបង្កើនផលិតភាពនិងលើកកម្ពស់ជីវភាពរបស់កម្មករនយោជិតជាដើមយ៉ាងណាក៏ដោយលោកអាត់ថុនអះអាងថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះប្រសិនបើរដ្ឋាភិបាលមិនធ្វើការកែប្រែនោះទេវានឹងមិនធានាដល់ការការពារសិទ្ធិសេរីភាពរបស់កម្មករសហជីពឡើយលោកនាងស្ដាប់ជាទីមេត្រីមុខវិជ្ជាទស្សនវិជ្ជាត្រូវបានក្រសួងអប់រំមិនដាក់បញ្ចូលក្នុងកម្មវិធីអប់រំថ្នាក់វិទ្យាល័យទេកន្លងមកដោយគេចំនួនមកវិញនៅមុខវិជ្ជាបរិវវិទ្យាបញ្ហានេះអ្នកជំនាញខាងទស្សនវិជ្ជាលើកឡើងថាមុខវិជ្ជាទស្សនវិជ្ជាសំខាន់ណាស់ដែលក្រសួងអប់រំត្រូវតែដាក់បញ្ចូលក្នុងកម្មវិធីអប់រំឡើងវិញព្រោះថាមុខវិជ្ជាសិលធម៌និងបរិវវិទ្យាគ្រាន់តែជាផ្នែកមួយនៃមុខវិជ្ជាទស្សនវិជ្ជាតែប៉ុណ្ណោះបាទអ្នកស្រីអ៊ុំរាំងសីមានសេចក្តីរាយការណ៍ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅថ្ងៃទី31ឧសភាថាលោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីរបស់លោកដើម្បីដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានៅក្នុងកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យឡើងវិញរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាលោកអឹមកុចបានសន្យានៅចំពោះមុខនិស្សិតជាង300នាក់នៅក្នុងវេទិកាពិភាក្សាស្ដីពីសំណើដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានៅក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យនៅឯសាកលវិទ្យាល័យខេមរៈនាព្រឹកថ្ងៃទី31ខែឧសភាលោកបញ្ជាក់ថាការយឺតយ៉ាវឆ្លើយតបលើសំណើរបស់និស្សិតកន្លងមកមិនមែនក្រសួងមិនចង់ដោះស្រាយនោះទេអ្វីក៏ដោយត្រូវការបែបបទរបស់វាលោកបន្តថាដើម្បីសម្រេចដាក់បញ្ចូលមុខវិជ្ជានេះចាំបាច់មានការចូលរួមពីស្ថាប័នពាក់ព័ន្ធនិងផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយរដ្ឋលេខាធិការក្រសួងអប់រំរូបនេះចាត់ទុកថាមុខវិជ្ជាទស្សនវិជ្ជាគឺជាមុខវិជ្ជាសំខាន់វាទាមទារការសម្រេចពីថ្នាក់រដ្ឋមន្ត្រីប៉ុន្តែលោកនឹងលើកយកសំណើរបស់និស្សិតនិងសាស្ត្រាចារ្យទស្សនវិជ្ជាដាក់ជូនរដ្ឋមន្ត្រីក្រសួងអប់រំពិនិត្យនិងពិភាក្សាបន្តទៀតបំណងរបស់ប្អូនចង់បានអីសូមលើកជាញត្តិនឹងមកណាហើយដាក់ជូនមកខ្ញុំចោះខ្ញុំនឹងពំនាំញត្តិទាំងនោះយកទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងណាមិនយូរទេនឹងឆ្លើយតបស្រាច់លើឯកឧត្តមរដ្ឋមន្ត្រីជាអ្នកសម្រេចព្រោះអី
ការសន្យារបស់រដ្ឋលេខាធិការរូបនេះធ្វើឡើងតាមសំណើរបស់និស្សិតមុខវិជ្ជាទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដាក់ជូនក្រសួងអប់រំកាលពីថ្ងៃទី4ខែកក្កដាឆ្នាំ2014សូមបញ្ចូលមុខវិជ្ជាទស្សនវិជ្ជានៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យដើម្បីឲ្យមុខវិជ្ជានេះស្របតាមកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យនិងសាកលវិទ្យាល័យនៃប្រទេសនៅក្នុងតំបន់ក្នុងពិភពលោកនិងមិនអនុញ្ញាតឲ្យមុខវិជ្ជាផ្សេងប្រឡងចូលធ្វើជាគ្រូបង្រៀនទស្សនវិជ្ជាក្រៅពីអ្នកឯកទេសទស្សនវិជ្ជានោះឡើយទោះបីជាមានការសន្យាពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំថានឹងពិភាក្សាចំពោះការស្នើសុំក្តីក្រុមនិស្សិតបានដាក់សំណើសុំដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជានេះបន្ថែមទៀតតាមរយៈលោកអឹមកុចរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យមានមុខវិជ្ជាទស្សនវិជ្ជាតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះកន្លងមកមុខវិជ្ជាទស្សនវិជ្ជាមុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាផ្សេងទៀតដែលត្រូវបានអង្គការ UNESCO យកចិត្តទុកដាក់និងបានជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាចាប់តាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សាដើម្បីឲ្យកុមារនិងយុវជនមានមូលដ្ឋានក្នុងការពង្រីកលក្ខណៈសម្បត្តិខ្លួនឯងទាំងគុណធម៌សីលធម៌និងសមត្ថភាពប៉ុន្តែក្នុងកម្មវិធីសិក្សានៅវិទ្យាល័យក្នុងពេលបច្ចុប្បន្ននេះពុំមានមុខវិជ្ជាទស្សនវិជ្ជាដាច់ដោយឡែកឡើយមានតែមុខវិជ្ជាសីលធម៌ពលរដ្ឋវិទ្យាដែលមុខវិជ្ជានេះគ្រាន់តែជាផ្នែកមួយនៃមុខវិជ្ជាទស្សនវិជ្ជាព្រោះថាមុខវិជ្ជាទស្សនវិជ្ជាត្រូវបានក្រសួងដកចេញពីកម្មវិធីសិក្សាជាង10ឆ្នាំមកហើយសាស្ត្រាចារ្យទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោកខ្មៅសវនមានប្រសាសន៍ថាមុខវិជ្ជាទស្សនវិជ្ជាជាពុទ្ធិនិងជាប្រទីបបំភ្លឺផ្លូវដល់មនុស្សជំរុញឲ្យមនុស្សចេះគិតគូរពិចារណាស៊ីជម្រៅលោកបន្តថាបណ្ដាប្រទេសនៅលើពិភពលោកបានដាក់បញ្ចូលមុខវិជ្ជាមួយនេះនៅក្នុងកម្មវិធីសិក្សាហើយលោកសង្ឃឹមថាក្រសួងនឹងពិចារណាដាក់បញ្ចូលមុខវិជ្ជានេះនៅក្នុងកម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាទស្សនវិជ្ជាជាកម្លាំងចលករបច្ចុប្បន្នវានៅតែមានសារៈសំខាន់និងមិនអាចបន្ថយបានសូមពិនិត្យនិងរៀបចំកម្មវិធីសិក្សាទស្សនវិជ្ជានៅវិទ្យាល័យឡើងវិញនិស្សិតមុខវិជ្ជាទស្សនវិជ្ជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង300នាក់ដែលបានចូលរួមក្នុងវេទិកាពិភាក្សានេះនឹងបន្តធ្វើសកម្មភាពទាមទារឲ្យដាក់បញ្ចូលមុខវិជ្ជាទស្សនវិជ្ជាចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យបន្តទៀតប្រសិនបើនៅតែគ្មានដំណោះស្រាយពីក្រសួងខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី5ត្រូវបានប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំងក្នុងក្រុងភ្នំពេញនៅថ្ងៃទី31ឧសភានេះក្នុងបំណងស្វែងរកថវិកាជួយមន្ទីរពេទ្យគុណធបុប្ផាជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យងាកមកដើរលេងនៅប្រទេសកម្ពុជាបានលោកថាកិត្យារាយការណ៍ព័ត៌មាននេះការប្រកួតកីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី5ឆ្នាំនេះមានការចូលរួមច្រើនកកកពីសំណាក់អត្តពលិកជាតិនិងអន្តរជាតិមានចំនួនកើនឡើងជាងឆ្នាំ2014ប្រធានគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងទេសចរលោកថងខុនមានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយបញ្ចប់ព្រឹត្តិការណ៍នោះថាទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះគឺជាព្រឹត្តិការណ៍ទេសចរមួយសម្រាប់ផ្សព្វផ្សាយតំបន់ទេសចរដ៏មានសក្តានុពលនៅកម្ពុជាទៅកាន់ពិភពលោកវាលើកស្ទួយបានណាស់នៅមិនគ្រាន់តែវិស័យកីឡាទេតែវាលើកស្ទួយតាមមុខមាត់របស់ប្រទេសជាតិហើយវាអាចថាការផ្សព្វផ្សាយគោលដៅទេសចរកម្ពុជានេះកាន់តែច្រើនទៀតទៅលើពិភពលោកពិសេសរាជធានីភ្នំពេញនេះព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិលើកទី5ឆ្នាំនេះដែរក៏ដើម្បីអបអរសាទរព្រឹត្តិពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុនិងរាយអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគុណធបុប្ផាហើយអត្តពលិកជាតិនិងអន្តរជាតិដែលចូលរួមប្រកួតប្រជែងនោះសរុបមានចំនួន4955នាក់ក្នុងនោះមានជនបរទេសចំនួន354នាក់មកពី34ប្រទេសកើនឡើងជាង 20% បើធៀបនឹងឆ្នាំ2014កន្លងទៅអត្តពលិកខ្មែរលោកហែមប៊ុនទិញម្ចាស់ជ័យលាភីលេខ3និយាយទាំងសប្បាយចិត្តថាការចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះធ្វើឲ្យសុខភាពល្អហើយជាគំរូឲ្យប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាសុខភាពតាមរយៈកីឡាយើងហាត់កីឡាយើងនឹងបានសប្បាយចិត្តហើយនឹងបានស្គាល់អ្នកដទៃហើយធ្វើឲ្យយើងសុខភាពល្អរហូតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះមានវិញ្ញាសារត់ចម្ងាយ3គីឡូម៉ែត្ររត់10គីឡូម៉ែត្រនិងរត់21គីឡូម៉ែត្រដោយចាប់ផ្ដើមចេញពីមុខព្រះបរមរាជវាំងបត់ទៅផ្លូវព្រះនរោត្តមឆ្ពោះទៅវត្តភ្នំបន្តឆ្លងស្ពានជ្រោយចង្វាបត់ឆ្ពោះទៅឆ្នេរទន្លេអូតែលសុខាតាមដងផ្លូវអមទន្លេសាបរួចបកមកវិញរហូតដល់កោះពេជ្រមកជួបជុំគ្នានៅមុខព្រះបរមរាជវាំងសាជាថ្មីអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាលោកវ៉ាត់ចម្រើនឲ្យដឹងដែរថាកីឡាម៉ារ៉ាតុងនេះ
ផ្ដល់ផលចំណេញច្រើនណាស់សម្រាប់សុខភាពនិងកាត់បន្ថយការចំណាយផ្នែកសុខាភិបាលព្រមទាំងបំបត្តិចោលទម្លាប់មិនល្អទៀតផងជាជំរើសទី1ជំរើសល្អបំផុតសម្រាប់រក្សាសុខភាពគឺធ្វើឲ្យបេះដូងនឹងវាបាញ់ឈាមបានល្អនឹងធ្វើឲ្យបេះដូងវានឹងមានកម្លាំងល្អនៅពេលណារត់ម៉ារ៉ាតុងរត់ពេលហ្នឹងទៅមើលជនជាតិជប៉ុនទាំងថា60-70%គឺថាតែអ្នករត់ជាកម្សាន្តរត់ជាកីឡាហ្នឹងទៅក្នុងមួយឆ្នាំគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាបង្កើតឲ្យមានកម្មវិធីរត់ប្រណាំងម៉ារ៉ាតុង4ដងនៅក្រុងព្រះសីហនុម្ដងភ្នំពេញ1ដងនិងនៅខេត្តសៀមរាបចំនួន2ដងខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍ធំជាងនេះនៅថ្ងៃទី16ខែ8ខាងមុខដោយមានវិញ្ញាសារត់ចម្ងាយ42គីឡូម៉ែត្រហើយនៅថ្ងៃទី6ខែ12ម្ដងទៀតខ្ញុំថាកិត្យាវត្ថុអាស៊ីសេរីរាជធានីភ្នំពេញលោកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទយេសុជីមេតាសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍មួយចំនួនទៀតស្ដីអំពីវៀតណាមចូលទៅលួចសង់រូបសំណាកសម្រាប់សក្ការៈបូជានៅស្រុកស្វាយលើខេត្តសៀមរាបជាប់ភូមិសាស្ត្រនិងស្រុកត្រពាំងប្រាសាទនៃខេត្តឧត្តរមានជ័យសេចក្តីរាយការណ៍ពីពលរដ្ឋព្រៃជីស័កសង្កាត់ចោមចៅទាមទារឲ្យអាជ្ញាធរផ្ដល់សំណងផលប៉ះពាល់ពីការពង្រីកផ្លូវវែងស្រេងសេចក្តីរាយការណ៍ពីគ្រូបង្រៀនវិទ្យាស្ថានកម្ពុជាទាមទារមិនឲ្យបិទលិខិតបញ្ឈប់ពីការងារនៅមុខសាលាដែលបង្ហាញពីឥរិយាបថចាស់ហើយនៅចុងក្រោយនៃកម្មវិធីផ្សាយគឺព័ត៌មានបញ្ចប់ចាសសូមអញ្ជើញលោកនាងកញ្ញាតាមដានស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំដែលមានជាបន្តបន្ទាប់ដូចតទៅក្តីរាយការណ៍ពិស្ដាពី6ទៅ7ខែមុនគេធ្លាប់តែឮថាជនជាតិវៀតណាមជាច្រើនអ្នកបាននាំគ្នាឡើងភ្នំបូកគោក្នុងខេត្តកំពតហើយបានសាងសង់រូបសំណាកជាច្រើនដើម្បីធ្វើជាកន្លែងសក្ការៈបូជានៃជំនឿសាសនានៅទីនោះក៏ប៉ុន្តែបន្ទាប់ពីសមាជិកសភាបានឡើងទៅពិនិត្យលើភ្នំបូកគោនោះហើយទីសក្ការៈបូជារបស់ជនជាតិវៀតណាមទាំងនោះត្រូវបានបំផ្លាញស្រាប់តែឥឡូវនេះនៅតំបន់ដាច់ស្រយាលនៃខេត្តសៀមរាបក៏មានជនជាតិវៀតណាមចូលទៅសង់រូបសំណាកសក្ការៈបូជាដូចគ្នានៅលើភ្នំបូកគោនោះដែរចាសសូមលោកនាងស្ដាប់សេចក្តីរាយការណ៍ពុស្ដារបស់លោកហងសៅយុទ្ធអាជ្ញាធរខេត្តសៀមរាបនិងស្រុកស្វាយលើទើបតែសម្ដែងការភ្ញាក់ផ្អើលនៅក្នុងរយៈពេលប្រហែល1សប្តាហ៍កន្លងមកនេះជុំវិញព័ត៌មានដែលថាមានជនជាតិវៀតណាមមួយចំនួនបានចូលទៅសាងសង់រូបសំណាកសម្រាប់សក្ការៈបូជាបែបសាសនាជាច្រើននៅក្នុងភូមិផ្ចិតជ្រុំឃុំកន្ទួតស្រុកស្វាយលើទីនោះគឺជាតំបន់ដាច់ស្រយាលចម្ងាយជាង100គីឡូម៉ែត្រនៃភាគឧត្តរពីទីរួមខេត្តសៀមរាបហើយជាប់ភូមិសាស្ត្រគ្នានឹងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យសមាជិកក្រុមប្រឹក្សាស្រុកស្វាយលើមួយរូបដែលជាអ្នកដឹងរឿងនេះគឺលោកហុងប៊ុនឆៃលោកអះអាងប្រាប់វិទ្យុអាស៊ីសេរីកាលពីព្រឹកថ្ងៃអាទិត្យទី31ខែឧសភាថាកាលពី 2-3 ថ្ងៃមុនគឺលោកបានទទួលព័ត៌មានថាមានជនជាតិវៀតណាមមួយចំនួនបានចូលមកសង់រូបសំណាកសក្ការៈបូជានៅក្នុងភូមិផ្ចិតជ្រុំនៃឃុំកន្ទួតស្រុកស្វាយលើសមាជិកក្រុមប្រឹក្សាស្រុកដដែលឲ្យដឹងថាប្រធានការិយាល័យធម្មការនិងសាសនាបានចុះទៅពិនិត្យមើលកន្លែងសាងសង់រូបសំណាកសក្ការៈបូជានោះម្ដងមកហើយរូបយេស៊ូរូបអីខ្លះទេមានផ្ទាល់ច្បាស់អស់ដែរខ្ញុំបណ្ដាគាត់ថាត្រឹមត្រូវក្នុងពី10រូបធម្មការគេចុះទៅថ្ងៃមុននោះវាបានឃើញវាការមកអញ្ចឹងណាចំណែកប្រធានការិយាល័យធម្មការនិងសាសនាស្រុកស្វាយលើលោកយ៉ាន់ង៉េឲ្យដឹងថាកាលពី3ថ្ងៃមុនគឺលោកបានចុះទៅពិនិត្យដល់កន្លែងសាងសង់រូបសំណាកសក្ការៈបែបសាសនានោះហើយបានពិនិត្យឃើញរូបសំណាកតាក់ទងនឹងសាសនាជាច្រើនត្រូវបានជនជាតិវៀតណាមកំពុងកសាងឡើងរូបសំណាកទាំងនោះមានដូចជាព្រះនាងគង់ស៊ីអ៊ីមនិងរូបព្រះក៏ប៉ុន្តែមិនមែនជាលក្ខណៈព្រះពុទ្ធសាសនាទេក្រៅពីពិនិត្យមើលឃើញការសាងសង់នោះលោកបានឃើញជនជាតិវៀតណាមរស់នៅជាលក្ខណៈគ្រួសាររួមទាំងជាងសាងសង់ផងចំនួន6គ្រួសារ
ប្រធានការិយាល័យធម្មការនិងសាសនាដដែលបញ្ជាក់ថាបើទោះបីជាលោកបានចុះទៅពិនិត្យមើលឃើញការសាងសង់រូបសក្ការៈបូជាទាំងនោះដោយគ្មានការអនុញ្ញាតច្បាប់ត្រឹមត្រូវក៏ដោយក៏នៅពេលដែលលោកសាកសួរទៅកាន់ជនជាតិវៀតណាមថាតើរូបទាំងនេះបានសាងសង់តាំងតែពីពេលណាគឺពួកគេមិនបានឆ្លើយប្រាប់តាមត្រង់ទេសំណងលោកគាត់អត់បកស្រាយព្រមមានជូនខ្ញុំបានច្បាស់លាស់ទេព្រោះខ្ញុំបានទៅធ្វើសភាមួយគាត់ហើយគាត់ថារយៈពេលមួយខែក៏ប៉ុន្តែអ្នកដឹងខ្លះថានេះលឿនណាស់ដោយរូបរាងអីដូចគង់ស្អី1ម៉ែត្រពីទឹកគុណនឹង4ម៉ែត្រអីទាំងធ្វើតែមួយថ្ងៃរួចតែខ្ញុំចុះទៅធ្វើការនោះខ្ញុំធ្វើកិច្ចសន្យាមួយជាមួយគាត់គឺផ្អាកការសាងសង់ដើម្បីធ្វើការដោះស្រាយសិនហើយពីព្រោះខ្ញុំមិនហ៊ានសម្រេចទេតែខ្ញុំក៏ធ្វើរបាយការណ៍រាយការណ៍មកទៅតាមអតីតរចនាសម្ព័ន្ធស្ថាប័នរបស់ខ្ញុំនោះការបែកធ្លាយសកម្មភាពជនជាតិវៀតណាមដែលចូលទៅសង់រូបសំណាកលួចលាក់នៅតំបន់ដាច់ស្រយាលនៃខេត្តសៀមរាបនេះបានធ្វើឲ្យភ្ញាក់ផ្អើលឡើងបន្ទាប់ពីមានអ្នកទៅដល់ទីនោះហើយបានថតរូបភាពបង្ហោះតាមបណ្ដាញសង្គម Facebook ចែករំលែកតគ្នាមកប្រភពព័ត៌មានពីមន្ត្រីស្រុកស្វាយលើឲ្យដឹងថាការសាងសង់រូបសំណាកសក្ការៈបូជានេះគឺធ្វើឡើងនៅលើដីកម្មសិទ្ធិឯកជនទំហំ10ហិកតាដែលម្ចាស់រស់នៅឯសង្កាត់ច្បារអំពៅទីក្រុងភ្នំពេញដោយប្រពន្ធជាជនជាតិខ្មែរហើយប្តីជាជនជាតិវៀតណាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថាមានព្រះសង្ឃវៀតណាមមួយអង្គឈ្មោះតាំងមីនតែងចេញចូលពីប្រទេសវៀតណាមទៅសាងសង់រូបសំណាកទីនោះពាក់ព័ន្ធនឹងរឿងនេះដែរប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់ស្លក្រាមក្រុងសៀមរាបប្រាប់ថាគាត់បានដឹងពីរឿងជនជាតិវៀតណាមចូលទៅសាងសង់រូបសំណាកនៅទីនោះរយៈពេល5ខែហើយប្រជាពលរដ្ឋដដែលបញ្ជាក់ថាគាត់បានដឹងរឿងជនជាតិវៀតណាមចូលទៅសង់រូបសំណាកទីនោះតាមរយៈមន្ត្រីយោធាម្នាក់ដែលមានដីចម្ការនៅម្ដុំភូមិសាស្ត្រអូអាកុកប៉ុន្តែនៅពេលដែលគាត់ប្រាប់ទៅមនុស្សជាច្រើនគឺពួកគេមិនចាប់អារម្មណ៍ប្រាប់ថាឃើញយូនគេទៅបោះជំរំនៅនោះយមណៅយកទៅចែកទៅស្រុកហើយគេសាំងសិលភាវនីឲ្យគេគឺនៅឆ្កាកស៊ូវៀតណាមមានឡានក្រុងឡានឲ្យគេចូលទៅលេងគ្នាគេដល់ក្នុងហើយទំប៉ារ៉ាទៅថតបានដល់ពីមុនមកវាដែរចូលអីអាជ្ញាធរខេត្តសៀមរាបសម្ដែងការសោកស្ដាយចំពោះអាជ្ញាធរមូលដ្ឋានដែលបណ្ដោយឲ្យជនជាតិវៀតណាមចូលទៅសាងសង់រូបសំណាកសក្ការៈបូជាថែមទាំងមិនដឹងអ្វីសោះនោះអភិបាលរងខេត្តសៀមរាបលោកប៊ុនធរិតមានប្រសាសន៍ថាកាលពី2ថ្ងៃមុនស្នងការនគរបាលខេត្តសៀមរាបបានបញ្ជូនកម្លាំងទៅដល់កន្លែងនោះហើយបាននាំខ្លួនជនជាតិវៀតណាមចំនួន4នាក់ដែលពាក់ព័ន្ធនឹងសកម្មភាពនោះមកសាកសួរក្នុងចំណោមជនជាតិវៀតណាមទាំង4នាក់នោះគឺ2នាក់មានលិខិតឆ្លងដែនចំណែក2នាក់ទៀតមានតែអត្តសញ្ញាណប័ណ្ណវៀតណាមទោះយ៉ាងណាសមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនជនជាតិវៀតណាមទាំង4នាក់បន្តទៅនាយកដ្ឋានជនបរទេសឯទីក្រុងភ្នំពេញហើយពាក់ព័ន្ធនឹងកន្លែងសង់រូបសំណាកសក្ការៈបូជាវិញនោះអាជ្ញាធរខេត្តសៀមរាបបានត្រឹមតែផ្អាកជាបណ្ដោះអាសន្នហើយកំពុងរងចាំការសម្រេចពីអភិបាលខេត្តថាតើត្រូវវាយបំផ្លាញឬក៏យ៉ាងណារឿងនេះខ្ញុំបានធ្វើរបាយការណ៍ជូនឲ្យដល់បាលខេត្តដោយមិញគាត់ទើបចុះយន្តហោះមកពីប្រជុំអញ្ចឹងថ្ងៃច័ន្ទហ្នឹងថ្ងៃkiaខ្ញុំនឹងដាក់របាយការណ៍ជូនគាត់ហើយនឹងសុំគោលការណ៍គាត់ខ្ញុំគិតថាយើងអាចបិទយើងមិនឲ្យមានការសាងសង់ទីព្រោះនៅក្នុងតំបន់ឆ្ងាយដាច់ស្រយាលផងហើយវាអត់គួរអីគាត់ទៅធ្វើអញ្ចឹងណាអាជ្ញាធរខេត្តសៀមរាបអះអាងថានេះជាលើកទី1ហើយដែលខេត្តនេះមានករណីជនជាតិវៀតណាមបានចូលទៅសាងសង់រូបសំណាកសក្ការៈបូជានៅតំបន់ដាច់ស្រយាលដោយលួចលាក់និងគ្មានអាជ្ញាធរណាដឹងឮទាល់តែសោះនោះខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបស្ដាប់ជាទីមេត្រីអ្នកភូមិព្រៃជីសាក់ជិត40គ្រួសារកំពុងប្រឈមទៅនឹងបញ្ហាពីផលប៉ះពាល់ពីការធ្វើផ្លូវជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងការពង្រីកផ្លូវឯកជនវែងស្រេងឬផ្លូវចោមចៅគម្រោងទាំងពីរនេះប៉ះពាល់ដល់លំនៅឋានរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរបញ្ហានេះធ្វើឲ្យពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំងព្រោះមកដល់ពេលនេះក្រៅពីអាជ្ញាធរបង្ខំឲ្យរុះរើផ្ទះគឺពួកគាត់ពុំមានព័ត៌មានស្ដីពីគោលនយោបាយផ្ដល់សំណងពីផលប៉ះពាល់ថាយ៉ាងណានៅឡើយចា
លោកសីបណ្ឌិតសូមជូនសេចក្តីរាយការណ៍នេះអ្នកភូមិទាមទារឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងសាលារាជធានីភ្នំពេញផ្អាកសកម្មភាពឈូសឆាយរុះរើផ្ទះប្រជាពលរដ្ឋដើម្បីពង្រីកផ្លូវវែងស្រេងនៅម្ដុំរវងមូលចោមចៅឬចិត្តបញ្ចោបងប្រាក់របស់ក្រុមហ៊ុនវែងស្រេងនោះបណ្ដោះអាសន្នការទាមទារឲ្យផ្អាកនេះដោយសារពួកគាត់មិនទាន់បានទទួលព័ត៌មានស្តីពីគោលការណ៍ផ្ដល់សំណងខូចខាតផ្ទះដែលផ្ទះខ្លះខូចខាតទាំងស្រុងចំណែកនៅកន្លែងខ្លះទៀតនៅសល់តិចតួចមិនអាចឲ្យពួកគាត់រស់នៅឬប្រកបរបរចិញ្ចឹមជីវិតបានដោយសពដងនោះទេអ្នកភូមិម្នាក់ឈ្មោះប្រាក់ចំណានក្នុងវ័យប្រមាណ50ឆ្នាំបានថ្លែងទាំងក្រៀមក្រំដោយសារផ្ទះគាត់ត្រូវចំគម្រោងរុះរើមុនគេហើយត្រូវខូចខាតទាំងស្រុងម្យ៉ាងទៀតគាត់តូចចិត្តចំពោះអាជ្ញាធរដែលធ្វើការបំពេញចិត្តតែខាងក្រុមហ៊ុនដែលធ្វើផ្លូវយកលុយពីប្រជាពលរដ្ឋអ្នកធ្វើដំណើរចំណែកប្រជាពលរដ្ឋដែលមានផលប៉ះពាល់អត់ផ្ទះនៅអត់កន្លែងរកស៊ីអាជ្ញាធរអត់បានគិតគូរឲ្យទេគឺគិតទៅពីបដបង្ខំប្រជាពលរដ្ឋឲ្យរើសរើហើយឲ្យចេញពីកន្លែងហ្នឹងតើឪពុកខ្ញុំទៅរស់នៅណាទី2រដ្ឋាភិបាលប្រកាសអាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនរួចទៅហើយចុះហេតុអីផលប្រយោជន៍របស់ក្រុមហ៊ុនមិនបានមកដោះស្រាយខ្ញុំវិញហើយមកចង់យកដីប្រជាពលរដ្ឋទាំងស្រស់លើកទី1ខ្ញុំសម្បទានដីឲ្យផ្លូវវែងស្រេង6ម៉ែត្រលើកទី2នេះ14ម៉ែត្រគិតទៅវា20ម៉ែត្រដីខ្ញុំសម្បទានឲ្យរដ្ឋហើយឥឡូវរដ្ឋចង់យកបន្តទៅទៅណាទៀតឲ្យក្រុមហ៊ុនធ្វើមកឲ្យប្រជាពលរដ្ឋទៅរស់នៅណាវិញអញ្ចឹងសូមឲ្យរដ្ឋាភិបាលមកជួយដោះស្រាយរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនកុំឲ្យយកទ្រូងមកពាំងបំរើតែឲ្យក្រុមហ៊ុនហើយប្រជាពលរដ្ឋជន់កខ្លួនឯងចំពោះរដ្ឋាភិបាលខ្លួនឯងអត់បើប្រជាពលរដ្ឋខ្លួនឯងអត់ខាតទេអញ្ចឹងសូមសំណូមពរសូមឲ្យរដ្ឋាភិបាលគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋធំជាងគិតគូរពីផលប្រយោជន៍ក្រុមហ៊ុនបាទចំណែកស្ត្រីម្នាក់ទៀតបានរត់ឆ្លេឆ្លារកធ្វើអ្វីមិននឹងដៃនៅពេលឃើញក្រុមហ៊ុនដាក់គ្រឿងចាក់ចុះមកជិតដល់ផ្ទះរបស់ពួកគាត់ស្ត្រីស៊ុយសុកលៀងមានប្រសាសន៍ទាំងទុកព្រួយថាចាប់តាំងពីធ្វើផ្លូវវែងស្រេងលើកដំបូងមករូបគាត់បានរុះរើផ្ទះថយចេញរហូតដោយគ្មានបានទទួលសំណងបន្តិចណានោះទេតែឥឡូវនេះគ្រួសារគាត់អត់មានដីសម្រាប់ថយទៀតឡើយមកដល់យកអាត្រាមកឈូឆាយអត់ទាន់ដោះស្រាយផងចឹងខ្ញុំអត់ចេញដាច់ខាតចឹងហ្មងហើយផ្លូវនេះផ្លូវឯកជនយកលុយគេរាល់ថ្ងៃហើយដល់ពេលប៉ះពាល់អត់មានសងផងតែឈូឆាយយកហ្មងមិនមែនថាផ្លូវធ្វើឲ្យគេដើរណាធ្វើផ្លូវដើម្បីយកលុយហើយដល់ពេលប៉ះពាល់ប្រជាជនអាងឲ្យយកអាត្រាមកឈូហើយខ្ញុំដាក់ពាក្យសាលាក្រុងទៅសួរគាត់ថាចាំគាត់ទៅជួយដោះស្រាយហើយដល់ពេលឥឡូវមកខាងផ្ទះខ្ញុំដល់ពេលឥឡូវមកហៅខាងឯណាផ្ទះគេផ្សេងទៀតសាលាខណ្ឌពោធិ៍សែនជ័យបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋតាមបណ្ដោយផ្លូវចោមចៅឬផ្លូវវែងស្រេងពីការពង្រីកផ្លូវនេះចាប់ពីរវងមូលចោមចៅរហូតដល់សួនច្បារច្រមុះជ្រូកផ្លូវជើងឯកមានប្រវែងជាង 6000 ម៉ែត្រដោយកំណត់ទទឹង28ម៉ែត្រធ្វើចិញ្ចើមផ្លូវសងខាង3ម៉ែត្រនិងដាក់លូសងខាងផ្លូវថែមទៀតសេចក្តីជូនដំណឹងដែលសូមឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះនិងម្ចាស់សំណង់នានាដែលប៉ះពាល់នៅសងខាងផ្លូវរុះរើក្នុងរយៈពេល7ថ្ងៃគឺគិតចាប់ពីថ្ងៃជូនដំណឹងកាលពីថ្ងៃទី29មេសាឆ្នាំ2015ប្រជាពលរដ្ឋបានទទួលសេចក្តីជូនដំណឹងនេះភ្លាមពួកគាត់ក៏បានធ្វើដំណើរត្រឡប់ទៅវិញកាលពីដើមខែឧសភានេះដោយសូមឲ្យផ្អាកការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរនេះបណ្ដោះអាសន្នតំណាងប្រជាពលរដ្ឋភូមិជីសាក់លោកអ៊ិតតេងសាខនបានឲ្យដឹងថាការសូមឲ្យផ្អាកនេះដោយសារសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងនិងខណ្ឌពោធិ៍សែនជ័យបានអនុវត្តផ្ទុយពីខ្លឹមសារឬស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីខែកក្កដាឆ្នាំ2014កិច្ចប្រជុំនោះបានសម្រេចថាការពង្រីកផ្លូវវែងស្រេងអាចធ្វើទៅបានបន្ទាប់ពីការវាស់វែងធ្វើព្រំឬហៅថា DMS កំណត់ផលប៉ះពាល់នៃការពង្រីកផ្លូវជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងផ្លូវវែងស្រេងនោះរួមគ្នានឹងការកិត្តគូដោះស្រាយផលប៉ះពាល់ចប់សពគ្រប់ជូនប្រជាពលរដ្ឋជុំវិញតំបន់នោះរួចរាល់ជាមុនសិនព្រោះដីនេះវាត្រូវចូលក្នុងគម្រោងពលានហើយពលានថតពលានវាស់ធ្វើDMSនោះរួចអស់ហើយអញ្ចឹងវាទិន្នន័យទាំងអស់នៅក្នុងគម្រោងរបស់ពលានដូច្នេះពលានគួរតែមកនិយាយមកជាជាងច្បាស់ថាឥឡូវនេះវាយ៉ាងម៉េចនឹងត្រូវដោះស្រាយគ្នាវាថាមិនតន់ដោះស្រាយកម្លាំងសន្តិសុខមកពីថ្ងៃច័ន្ទទី10ទី5ហ្នឹងនាំមានមករើហើយអញ្ចឹងដូចជាសាហាវពេកហើយខ្ញុំអត់គ្រប់គ្រងទេមិនទទួលយកបានទេអូនក្រុមអ្នកភូមិបន្តថារហូតមកដល់ពេលនេះសំណើរបស់ពួកគាត់ដាក់ទៅសាលាខណ្ឌពុំមានការឆ្លើយតបយ៉ាងណានៅឡើយតាក់ទងនឹងការអនុវត្តផ្ទុយគ្នារវាងសេចក្តីសម្រេចរបស់អន្តរក្រសួងនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះតាក់ទងនឹងបញ្ហានេះអភិបាលខណ្ឌពោធិ៍សែនជ័យលោកហែមដារិតមានប្រសាសន៍នៅថ្ងៃទី30ឧសភាថា
ការរុះរើនេះគឺអនុវត្តតែទៅលើសម្យាផ្ទះឬសំណង់ទាំងឡាយណាមិនរៀបរយដែលសង់រំលោភលើចិញ្ចើមផ្លូវចំណែកផលប៉ះពាល់លើលំនៅឋានរបស់ប្រជាពលរដ្ឋស្របច្បាប់នោះអាជ្ញាធរក្រុងនឹងមានគោលនយោបាយដោះស្រាយសំណងក្នុងដំណាក់កាលណាមួយនៅពេលខាងមុខលោកបញ្យល់ទៀតថាចំពោះគម្រោងពង្រីកផ្លូវវែងស្រេងនិងគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះគឺមិនពាក់ព័ន្ធនឹងគ្នានោះទេហើយពាក់ព័ន្ធអារឿងយើងដែលយើងឲ្យរុះយ៉ាក់ហ្នឹងគឺជារឿងផ្សេងរឿងមិនមែនថារុះហ្នឹងដើម្បីរុះឲ្យសម្រាប់ពួកផ្លូវវិនិយោគផ្លូវឯកជនរកស៊ីទេក្នុងនាមគេហៅថាដីផ្លូវដីចំណីផ្លូវសាធារណៈគឺគេត្រូវតែធ្វើដើម្បីប្រយោជន៍រួមយើងមិនទុកឲ្យមនុស្សប្រមាណគ្រួសារហ្នឹងមកធ្វើឲ្យគេហៅថាខូចសម្ព័ន្ធភាពខូចសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញរបស់យើងទេតែទោះយ៉ាងណាប្រធានអង្គការសិទ្ធិលំនៅឋានលោកសៀភិរមមានប្រសាសន៍ថាដើម្បីជៀសវាងកុំឲ្យមានចំនួនកើតឡើងអាជ្ញាធរគួរតែមានកិច្ចពិគ្រោះយោបល់មួយជាមួយក្រមប្រជាពលរដ្ឋច្បាស់លាស់ដោយមិនគ្រាន់តែចេញសេចក្តីជូនដំណឹងហើយចាប់ផ្ដើមអនុវត្តរុះរើផ្ទះសម្បែងរបស់ពួកគាត់ភ្លាមៗនោះទេព្រោះធម្មតានៅក្នុងច្បាប់ភូមិបាលក៏ដូចជាច្បាប់អាសាមកយកាលណាតែត្រូវការធ្វើជារបស់សាធារណៈប្រើប្រាស់ជារបស់សាធារណៈក៏ដោយគឺថារដ្ឋឬក៏ក្រុមហ៊ុនដែលត្រូវការហ្នឹងគឺត្រូវតែមានការផ្ដល់សំណងឲ្យជូនពួកគាត់ចឹងហើយត្រូវពិគ្រោះយោបល់អីអញ្ចឹងដើម្បីជាយ៉ាងណាឲ្យការអភិវឌ្ឍហ្នឹងបានសុខដុមរមនាជាមួយគ្នាណាបាទអ្នកភូមិមួយចំនួនក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានដូចជាភូមិព្រៃជីស័កភូមិថ្មគោលគោកចំបក់ត្រពាំងលវីនិងភូមិតងួនជាដើមពួកគាត់កំពុងរងទឹកភ្នែកដោយគម្រោងអភិវឌ្ឍនៅតំបន់នោះពុំបានផ្ដល់សំណងសមរម្យគ្មានការព្រមព្រៀងពីម្ចាស់ដីឬម្ចាស់លំនៅឋាននៅតំបន់នោះឡើយប្រជាពលរដ្ឋនៅតំបន់នោះបានដើរចេញតវ៉ាគ្រប់ច្រកល្ហកគ្រប់មធ្យោបាយដើម្បីប្រឆាំងនឹងការអភិវឌ្ឍដោយគ្មានតម្លាភាពដោយគ្មានសមធម៌បែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានលទ្ធផលណាមួយច្បាស់លាស់នៅឡើយខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញគ្រូបង្រៀននៅសាលាឯកជនម្នាក់ស្នើសុំឲ្យសាលាបិទលិខិតបញ្ឈប់ពីការងារនៅមុខសាលានិងនៅមុខសាខាសាលាផ្សេងទៀតពួកគេអះអាងថាការចោទប្រកាន់របស់សាលាខុសពីការពិតនិងប៉ះពាល់ដល់កិត្តិយសបុគ្គលប៉ុន្តែអ្នកគ្រប់គ្រងសាលាបដិសេធសំណើនេះចាលោកប្រាជ្ញសូមជូនសេចក្តីរាយការណ៍នេះពុស្ដាក្រៅពីបញ្ចប់កិច្ចសន្យាការងារដោយមិនផ្ដល់សំណងឬប្រាក់ឈ្នួលភាគីសាលាអន្តរជាតិព្រមានថានឹងមានវិធានការផ្លូវច្បាប់ការដែលអ្នកគ្រូសីសខុមហ៊ានបកក្រដាស់សេចក្តីជូនដំណឹងរបស់សាលាចេញពីក្តារខៀនព័ត៌មានអង្គុយនៅក្នុងផ្ទះតូចចង្អៀតដែលមានសមាជិកគ្រួសារជិត10នាក់នៅម្ដុំសាលាបាក់ទូកក្នុងរាជធានីភ្នំពេញកញ្ញាសីសខុមជាមនុស្សសំខាន់ម្នាក់ដើម្បីរកចំណូលជួយផ្គត់ផ្គង់គ្រួសារប៉ុន្តែនៅពេលនេះសេចក្តីជូនដំណឹងស្តីពីការបញ្ចប់កិច្ចសន្យាការងារពីសាលាអន្តរជាតិកម្ពុជាភ្ជាប់ដោយពាក្យថាបុគ្គលរូបនេះមានអាកប្បកិរិយាមិនល្អធ្វើយុវតីមានវ័យ24ឆ្នាំរូបនេះព្រួយបារម្ភថានឹងប្រឈមបាត់បង់ការងារជាលើកទី2ខ្ញុំអត់ដែលឮពាក្យពេចន៍សាលាណាឬក៏ក្រុមហ៊ុនស្ថាប័នណាដែលគេប្រើមកថាអាកប្បកិរិយាមិនល្អទៅលើបុគ្គលិកដែលលាឈប់ឯងខ្ញុំអត់ដែលឮសោះព្រោះថាពាក្យថាអាកប្បកិរិយាមិនល្អបើខ្លួនយើងអាកប្បកិរិយាមិនល្អតើទៅបរៀនកូនអ្នកណាដែលគេជឿទុកចិត្តថាបរៀនកូនគេឲ្យខ្លាយជាមនុស្សដែលមានអាកប្បកិរិយាល្អបានកញ្ញាសីសខុមបានចុះកិច្ចសន្យាបំពេញការងារនៅសាលាអន្តរជាតិកម្ពុជាកាលពីថ្ងៃទី18ខែមីនាឆ្នាំ2015ដោយទទួលបានប្រាក់ឈ្នួលចំនួន$55ក្នុងមួយខែកញ្ញាត្រូវសាលាបញ្ចប់កិច្ចសន្យាភ្លាមកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2015ក្រោយពេលដាក់ពាក្យសុំឈប់ប៉ុន្តែសាលាមិនយល់ព្រមតាមសំណើបែរជាបញ្ចប់មុនការស្នើសុំក្រោយការបញ្ឈប់អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះមិនទាន់ទទួលបានប្រាក់ឈ្នួលដែលបង្រៀនអស់រយៈពេល2ខែនៅឡើយទេតាមគោលការណ៍របស់សាលាអន្តរជាតិកម្ពុជាបុគ្គលិកដែលចុះកិច្ចសន្យាធ្វើការនៅសាលានេះលុះត្រាតែធ្វើបានរយៈពេល1ឆ្នាំសិនទើបមានសិទ្ធិដាក់ពាក្យសុំឈប់ពីការងារដោយផ្ដល់ដំណឹងមកសាលាមុន1ខែការសុំឈប់មុនកុងត្រានេះត្រូវបានភាគីសាលាចោទប្រកាន់ថាកញ្ញាសីសុខុមធ្វើខុសគោលការណ៍និងច្បាប់របស់សាលា
នាយកសាលាអន្តរជាតិកម្ពុជាសាខាបាក់ទូកលោកពុំស៊ីនឿនដែលបានបញ្ឈប់ការងារកញ្ញាសីសុខុមប្រាប់ឲ្យដឹងពីមូលហេតុនៃការបញ្ចប់កិច្ចសន្យាការងារនេះថាកញ្ញាសីសុខុមទាមទារឈប់មុនកិច្ចសន្យាទោះសាលាមិនយល់ព្រមតាមការស្នើសុំរបស់កញ្ញាក៏កញ្ញានៅតែទាមទារឈប់ដូច្នេះលោកក៏បញ្ឈប់នៅពេលនោះតែម្ដងលោកប្រាប់ទៀតថានៅពេលអ្នកគ្រូសីសុខុមសុំឈប់បានប្រើអាកប្បកិរិយាមិនល្អមកថ្នាក់ដឹកនាំសាលាដែលសាលាយល់ថាបុគ្គលរូបនេះមានអាកប្បកិរិយាមិនល្អខាងសាលានេះបានជជែកvớiគាត់ថាឈប់អីព្រោះឥឡូវវាអត់ដល់កងត្រាវិញកងត្រាយកបានជជែកគ្នាដូចជាឈប់ខុសគោលការណ៍អីចឹងទៅគឺសាលាចាត់ទុកថាឈ្មោះយើងចាត់ទៅជាផ្លេកលីហើយចឹងណាបងផ្លេកលីបានន័យថាទៅក្នុងជាឆ្មាបានខ្មៅបានន័យថាខាងសាលាមានការរៀបចំគឺមានការបញ្ឈប់មានការអីជូនទៅតាមសាខាហ្នឹងបងចំពោះការទាមទារសូមបញ្ឈប់ផ្សាយពាក្យបញ្ឈប់ពីការងារឬលិខិតសុំទោសនាយកសាលាអន្តរជាតិសាខាបាក់ទូកសូមមិនឆ្លើយតបទេព្រោះថាមិនមែនជាទូនីតិរបស់លោកឆ្លើយបំភ្លឺករណីនេះនាយកគ្រប់គ្រងសាលាអន្តរជាតិកម្ពុជាលោកគៀបូរ៉ាឆ្លើយតបថាសាលាមិនអាចធ្វើតាមការស្នើសុំបានទេជាងនេះទៅទៀតលោកទាមទារឲ្យកញ្ញាសីសុខុមមកឆ្លើយបំភ្លឺនៅសាលាអ្នកគ្រប់គ្រងសាលារូបនេះថានឹងអាចមានវិធានការតាមផ្លូវច្បាប់ក្នុងករណីកញ្ញាសីសុខុមបានបកក្រដាសសេចក្តីជូនដំណឹងរបស់សាលាចេញពីក្រាខៀនដោយពុំមានការអនុញ្ញាតពួកចឹងទៅចាក់ជួយតែដើម្បីជួយនឹងទៅចាំដល់ជួយទេខ្ញុំទៅអ្វីដែលគាត់បានដល់សាលាគាត់ឲ្យគាត់អីចេញហ្នឹងវាជាទង្វើមួយខ្ញុំមិនធ្វើការនឹងតាមផ្លូវច្បាប់ទេផងប៉ុន្តែក្នុងករណីនេះលោកមឿនដុល្លារប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍យល់ថាការដែលភាគីសាលាបញ្ចប់កិច្ចសន្យាមុនការស្នើសុំរបស់ភាគីបុគ្គលិកដូចនេះគឺសាលាត្រូវផ្ដល់សំណងឬការខូចខាតរបស់បុគ្គលិកមាត្រា73នៃច្បាប់ការងារត្រង់កថាខណ្ឌទី3ចែងថាការរំលាយកិច្ចសន្យាដោយឆន្ទៈរបស់នយោជកតែឯងមុនការកំណត់ក្រៅពីមូលហេតុកំហុសធ្ងន់ធ្ងរឬករណីប្រធានស័ក្តិបើកសិទ្ធិឲ្យកម្មករនិយោជិតទទួលជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួលដែលកម្មករទទួលបានរហូតដល់ចប់កិច្ចសន្យាប្រធានការិយាល័យក្រុមអ្នកច្បាប់អមរិនលោកមេធាវីសុខសំអឿនមានប្រសាសន៍ថាក្នុងករណីនេះប្រសិនបើការចាត់ប្រកាន់របស់សាលាមិនដោយការពិតទេអ្នកគ្រូសីសុខុមអាចប្តឹងភាគីសាលាពីបទបរិហាកេរ្តិ៍លោកមេធាវីសុខសំអឿនបន្តទៀតថាការដែលភាគីម្ខាងនៃកិច្ចសន្យាឈប់មុនកងត្រាកើតឡើងដោយសារតែស្ថានភាពការងារនោះមិនអំណោយផលដល់ភាគីនិយោជិតហើយករណីនេះក៏មិនមែនជាកំហុសធ្ងន់ធ្ងរដល់ថ្នាក់បិទផ្សាយកំហុសជាសាធារណៈនោះដែរគឺអត់គិតឆ្លងវាធ្វើតែប្រាប់ទៅជាអក្រមនេះហើយទៅជាមនុស្សអាក្រក់អីឡើងចឹងព្រោះជួនកាលវាការងារវាអត់ពេញចិត្តអីចឹងទៅការសុំឲ្យយើងមិនឲ្យគេឈប់ឲ្យថាយើងឲ្យគេនៅគេឈប់ឲ្យយើងថាគេខំមិនត្រូវមនុស្សយើងជាបរិបទឲ្យយើងម្នាក់ម្នាក់យើងមានសិទ្ធិរើសការងាររបស់យើងយ៉ាងណាស្រដៀងគ្នានេះដែរប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកមឿនដុល្លារនិយាយថាការដែលភាគីសាលាបិទសេចក្តីជូនដំណឹងមានរូបថតដូចនេះជាការបំពានសិទ្ធិបុគ្គលលោកស្នើឲ្យនាយកសាលាពន្យល់ឲ្យបានច្បាស់លាស់ថាតើអ្វីទៅជាអាកប្បកិរិយាមិនសមរម្យលោកថាការទាមទាររបស់ភាគីអ្នកគ្រូស្នើឲ្យសាលាបញ្ឈប់បិទប្រកាសបញ្ឈប់បុគ្គលិកនេះគឺជាការត្រឹមត្រូវហើយសាលាគួរតែបិទលិខិតសុំទោសអ្នកគ្រូសីសុខុមការដែលបញ្ឈប់គេហើយយើងបិទរូបថតប្រកាសអីណាមានអេរិយាបថមិនសមរម្យទេអាហ្នឹងគឺជារឿងបរិហាគេមួយទៀតដែរហើយអាហ្នឹងខាងសាលាហ្នឹងគួរពិចារណាចិត្តតែធ្វើចឹងគឺជាទោសមួយផ្សេងបើសិនជាអ្នកគ្រូនោះគាត់ប្តឹងពីបទបរិហាគេគាត់អីផ្សេងហ្នឹងគឺថាអាចនឹងមានបញ្ហាមួយទៀតជាញឹកញាប់គេសង្កេតឃើញថាភាគីក្រុមហ៊ុនឬម្ចាស់រោងចក្រសហគ្រាសមួយចំនួនតែងតែបិទប្រកាសឬបង្ហោះរូបភាពក៏ដូចជាសេចក្តីជូនដំណឹងពីការបញ្ឈប់បុគ្គលិកនៅក្នុងបណ្ដាញសារព័ត៌មានឬបណ្ដាញសង្គមជាដើមជុំវិញករណីនេះប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍លោកមឿនដុល្លារស្នើឲ្យភាគីនយោជកគួរតែបញ្ឈប់សកម្មភាពទាំងនេះព្រោះថាប៉ះពាល់ដល់កិត្តិយសបុគ្គលខ្ញុំប្រាជ្ញវត្ថុអាស៊ីសេរីភ្នំពេញប្រិយមិត្តអ្នកស្ដាប់
ប់ជាទីមេត្រីលោកនាងអាចស្ដាប់ការផ្សាយផ្ទាល់នៅកម្មវិធីផ្សាយរបស់វិទ្យុអស៊ីសេរីលើប្រព័ន្ធអ៊ីនធឺណិតតាមអាស័យដ្ឋាន www.rfa.org/ ខ្មែរនៅលើគេហទំព័រនេះលោកនាងអាចឃើញប្រអប់មួយនៅខាងស្ដាំទំព័រដែលមានចំណងជើងថាស្ដាប់ការផ្សាយផ្ទាល់ចាសសូមលោកនាងចុចប្រអប់ពាក្យថាស្ដាប់ការផ្សាយផ្ទាល់នេះដើម្បីស្ដាប់ការផ្សាយផ្ទាល់របស់យើងខ្ញុំដំណើរគ្នានឹងពេលផ្សាយចេញពីទីក្រុង Washington គឺពេលព្រឹកពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះនិងនៅពេលយប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះម៉ោងនៅកម្ពុជាចាប់បើចុចស្ដាប់នៅពេលផ្សេងលោកនាងនឹងអាចលើការផ្សាយជាភាសាដទៃចាលោកនាងក៏នៅតែអាចស្ដាប់កម្មវិធីដែលបានផ្សាយរួចទៅហើយដោយចុចប្រអប់មួយនៅខាងឆ្វេងទំព័រក្រោមចំណងជើងថាសំឡេងចាសូមអរគុណបាទជាបន្តទៀតនេះខ្ញុំបាទយាងសុជាមេតាសូមជូនព័ត៌មានបញ្ចប់ប្រជាពលរដ្ឋខ្មែរនិងជនជាតិចាមប៉ះទង្គិចគ្នាជាមួយប៉ូលីសការពារព្រំដែនវៀតណាមនិងពលរដ្ឋវៀតណាមមួយរយៈពេលខ្លីនៅចំណុចដីមានចំនួន16ហិកតានៅភូមិជើងឃុំជាំស្រុកមេមត់ខេត្តត្បូងឃ្មុំការប៉ះទង្គិចនេះកើតឡើងក្រោយពីពលរដ្ឋខ្មែរនិងចាមប្រមាណ500នាក់នាំគ្នាចុះពិនិត្យមើលទីតាំងដីមានចំនួននៅថ្ងៃទី31ខែឧសភានេះនៅព្រំដែនខ្មែរវៀតណាមក្នុងឃុំជាំស្រុកមេមត់ដែលជាតំបន់មានចំនួនដីធ្លីរវាងពលរដ្ឋខ្មែរនិងវៀតណាមហើយខាងភាគីវៀតណាមរារាំងមិនឲ្យចូលម្ដងហើយម្ដងទៀតប្រសង់នឹងពលរដ្ឋខ្មែរក្រោមនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលីជួបជុំគ្នានៅថ្ងៃទី31ឧសភាដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី66ថ្ងៃដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមកាន់កាប់កាលពីថ្ងៃទី4ខែមិថុនាឆ្នាំ1949ចំណែកនៅឯប្រទេសកម្ពុជាវិញពិធីនេះនឹងត្រូវអង្គការសមាគមខ្មែរកម្ពុជាក្រោមរៀបចំឡើងនៅថ្ងៃទី4ខែមិថុនាខាងមុខសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅឡើយចំពោះករណីស្លាប់សិស្សថ្នាក់ទី12នៅក្នុងកម្មវិធីលេងល្បែងប្រកួតពណ៌នៃការប្រគំតន្ត្រីក្រុមហ៊ុន Medphone កាលពីរាត្រីថ្ងៃទី30ឧសភានៅកោះពេជ្រនោះចាលោកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអេស៊ីសេរីនៅពេលនេះចប់តែប៉ុណ្ណេះជួអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកនាងនឹងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m ចាលោកនាងកញ្ញាក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 MHz នៅខេត្តបាត់ដំបងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុកំពង់ចាម FM 99.70 MHz ផ្សាយចេញពីទីរួមខេត្តកំពង់ចាមផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ពីម៉ោង 10 ដល់ម៉ោង 11វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 102 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសំបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងនៅពេលយប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8
និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះនិងវិទ្យុអន្តរទេវី FM 90.25 MHz នៅខេត្តសៀមរាបដូចគ្នាដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10 ក្រៅពីនេះលោកនាងក៏អាចអាននិងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/OFA Cambodia និង YouTube www.youtube.com/OFA Khmer Video ចាសសូមលោកនាងចុច like និងចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងទៀតបានគ្រប់ពេលវេលាយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយចាសលោកយាងសុជាមេតានាងខ្ញុំខែសុណងព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា